សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតោះស្ដាប់នៅសាច់រឿងមួយនេះទាំងអស់គ្នាកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលនៅវីដេអូលើកក្រោយទៀតសូមជូនរឿងសម្លាញ់ពីរញាក់កាលពីព្រេងនៃមានបុរសពីរញាក់ជាសម្លាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយអញក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខបុរសដែលមានប្រពន្ធគ្រប់លក្ខនោះវេលាយកចូលដំណេកនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធឆ្លើយថាអ្នកចង់រកស៊ីអីឬប្រើខ្ញុំឲ្យតបាញ់រវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបងគិតឃើញរបរមួយមុខបើបានដួយគំនិតនឹងបានមានប្រាក់ផ្ដិលតកថាដល់ញេប្រពន្ធសួរប្តីថាគិតធ្វើដូចម្ដេចក៏បានងាយម្លេះប្តីប្រាប់ប្រពន្ធថាក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសពសារពាមានប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាច់ទឹកសមុទ្រនោះឲ្យរៀងក្រប់បានមានប្រាក់គ្រប់មុខនោះបើបានត្រីធំតូចយើងវះធ្វើងៀតធ្វើអាឡាក់ប្រហុកព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានមហូបនិងស្លាមលូផងប្រហាមយើងទៅបាច់ទឹកសមុទ្រនោះឲ្យរីងប្រពន្ធលើប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្តីលុបព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រហើយទុកដាក់មហូបចំណីដោយស្រួលទៅប្តីកាន់កញ្ជើមួយប្រពន្ធកាន់កញ្ជើមួយខំបាយជះទឹកទៅលើគោបាយទាល់តែពេលបាយទើបឈប់បរិភោគបាយរួចនាំប្តីប្រពន្ធបាយទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញបាយបានចំនួន4ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាស្រកសន្តោកហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាយទៅយូរណាស់កន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីធំតូចវះខ្ទើនាធ្វើផ្អកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះយើងត្រូវកាយយកប្រាក់មាសទុកខាផ្ទិលចាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេថារួចដល់ល្ងាចត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលដោយថ្ងៃមុនភូមិមច្ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណឹងសັບគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរករួចជីវិតគិតហើយនាំគ្នាមុជហាលទៅបាល់ស្ដេចត្រីទូលតាមដំណើរដែលបុរសប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថាឯងរាល់គ្នាបងយកមាសបាន5ក្រឡាប្រាក់5ក្រឡានិងតុថាផ្ទាល់ចានទៅឲ្យបុរសប្តីប្រពន្ធអង្វរគេឲ្យលែងបាចទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្តីប្រពន្ធអង្វរសូមឲ្យលែងបាចទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជិតក្រឡាមានប្រាក់តុថាផ្ទាល់ចានឲ្យបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពុនពេកក៏ឈប់លែងបាចតិចពីថ្ងៃនោះនាំប្តីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនថ្ក្រិនរុងរឿងបានសេចក្តីសុខរៀងទៅពរនីពីសម្លាញ់ដែលមានប្រពន្ធខាតលះគាត់ភ្ញុកនឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លះលុះទៅដល់ផ្ទះគេក៏រាប់អានចាប់ចិត្តស្និទ្ធស្នាលដោយពីដើមគាត់គន់មើលទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុងចិត្តថា
ពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទីឥឡូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយត្អូញប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់សម្លាញ់ឯងរកស៊ីជំនួយអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបាច់ទឹកសមុទ្រតែពីអ្នកនឹងប្រពន្ធអញពេលព្រឹកទៀបភឺប្រពន្ធឡើងដាំបាយមានគ្រប់ប្រដាប់លុះភឺឡើងនាំគ្នាទៅបាយទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភេទភ័យបង្គាប់ត្រីជីបរិវារឲ្យពំយកមានប្រាក់និងរបស់គ្រប់មុខមកឲ្យអញឯសម្លាញ់ប្រពន្ធខាតលក្ខដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបុរសនោះនិយាយនឹងប្រពន្ធថាព្រឹកនេះម៉ាឯងដាំពីយប់រៀបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាយទឹកសមុទ្រឲ្យបានមានប្រាក់របស់ទ្រព្យដូចសម្លាញ់យើងប្រពន្ធខាត់លះភ្លឺច្បាស់បានក្រោកបង្កើមភ្លើងឆេះហើយបានទៅបោកខាប់អង្គកំពុតម្ដងមួយទូកដៃយកអង្គទៅលាងកំពុះមួយទូកដៃទៀតច្រកអង្គទៅឆ្មុំឆ្នាំងកំពុះទៀតដល់ពុះជាតិបាយកំពុះទៀតច្រកអង្គចំនួនល្មមឆ្អិនពេញឆ្នាំងបាយលើតែកន្លះឆ្នាំងទាល់ថ្ងៃទើបដួសដាក់កញ្ជើហើយបណ្ដៅប្តីប្រពន្ធទៅបាយទឹកសមុទ្របាយទាំងខឹងទាំងជាបានចំនួន5ថ្ងៃអស់ហូរមច្ឆាធំតូអើភេទភ័យនិយាយគ្នាថាបុរសប្តីប្រពន្ធពីណាមកបាយទឹកសមុទ្រទៀតហើយពួកត្រីក៏សម្លឹងទាំងហ្វូងចាំមើលចាំស្ដាប់ប្រពន្ធខាតលះបោកល្អីដែលបាយទឹកនោះថាបាយយូរថ្ងៃហើយមិនបានឃើញរបស់អ្វីអញមិនខ្ជិលទេអញលេខបាយហើយឆ្លោះប្តីប្រពន្ធជេរម្ដាយប្តីបញ្ចោប្រពន្ធប្រកាច់ច្បាប់គ្នាប្រដាំធ្នុកសម្ពោធទៅវិញទៅមកទាល់តែអាក្រាតទាំងប្តីប្រពន្ធលេចគេខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងពីរនាក់ថាខ្ញុំគេក៏ខ្ញុំចោះលែងបាយហើយត្រីទាំងនោះឮថាលែងបាយក៏ត្រេកអរធូរចិត្តលែងសួរឲ្យមានប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញគេខ្មាស់បុរសប្តីប្រពន្ធក៏លោតសោយទាំងហ្វូងឯត្រីសណ្ដាយសោយទាល់តែរយៈមាត់បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះបុរសប្តីប្រពន្ធគ្មានបានអ្វីសោះក៏លែងឆ្លោះគ្នាដកសារាយម្ដាមបំរែកប្រពន្ធម្ដាមត្រណុលត្រឡប់ទៅផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងមួយនេះកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលនៅវីដេអូលើកក្រោយទៀតសូមអរគុណ